តើឥឡូវយើងមកមើលវីដេអូតាក់ទងជាមួយនឹងការបង្ហាញនៃការធ្វើការកលាបបងប្អូនការកលាបគឺវាមានច្រើនសន្តានគឺនេះគ្រាន់តែជាម៉ូដដែលខ្ញុំបានធ្លាប់ធ្វើពីមុនមកប៉ុន្តែស្អាតហើយក៏មានអារម្មណ៍ថាចង់ចែកម្លែកជូនពុកម៉ែបងប្អូនទស្សនាមើលអញ្ចឹងសម្រាប់អ្នកអត់ចេះអញ្ចឹងណាហើយចំពោះกระดาษនឹងដែរគឺតតឹងវាមកហ៊ុនកន្លះហើយនឹងបដោយវានឹងគឺ10អញ្ចឹងបងប្អូនយកវាមកបត់ជា2ហើយកាត់វាជារូបរាងស្ទប់ការហើយតបមកបងប្អូនយកប៊ិចនឹងមកឆូតវាឲ្យកោងបន្តិចទៅហើយចំពោះបដូលនឹងវិញដែរគឺខ្ញុំយកតតឹងវានឹងគឺ3ហ៊ុនហើយនឹងបដោយវានឹងគឺ20ជាងឬក៏3ទឹកអីចឹងបងប្អូនទៅតាមទំហំដែលបងប្អូនស្រឡាញ់ណាបើសិនបើបងប្អូនចង់បានទំហំនឹងធំជាងខ្ញុំគឺអាចគុណនឹង2អញ្ចឹងណាហើយបន្ទាប់មកយើងយកវាមកកាត់សាប់ដូចដែលខ្ញុំបានបង្ហាញនៅក្នុងរូបនឹងអញ្ចឹងតែគាត់ថាខ្ញុំអត់បានកាត់បង្ហាញបងប្អូនទេព្រោះខ្ញុំគិតថាអានឹងវាងាយស្រួលដែរអញ្ចឹងណាហើយបីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងគឺយកវាមករុំបែបហ្នឹងបងប្អូនរុំវាឲ្យមូលហើយឲ្យរៀងណាន់តាន់តាប់តិចទៅដើម្បីយើងពេលដែលយើងចងខ្សែអំបោះទៅវាតឹងស្អាតល្អអញ្ចឹងបងប្អូនបងប្អូនបើសិនជាចង់ចេះធ្វើគឺកុំរំលងវីដេអូអញ្ចឹងណាមកដំណាក់កាលបងប្អូនមើលខ្ញុំអញ្ចឹងទៅពេលក្រោយបងប្អូនចង់ធ្វើស្តុបការអីក៏វាស្តៀងគ្នាដែរអញ្ចឹងណាហើយឥឡូវយើងដល់វាចងហើយយើងយកស្តុបការដែលយើងបានកាត់នឹងមកចងជុំវិញបដូលផ្កានឹងហើយបងប្អូនទៅរៀបវាធ្វើម៉េចឲ្យចេញជាស្តុបការស្អាតបងប្អូនឆ្នៃមើលអញ្ចឹងណាថាគួរទៅដាក់ស្តុបមិនអីមិនចងមើលទៅវាសមអញ្ចឹងណាអានឹងនៅលើគំនិតcreative របស់យើងបន្ថែមទៀតដែរអញ្ចឹងណាអ្វីដែលខ្ញុំបានបង្ហាញហ្នឹងគឺរបៀបដែលខ្ញុំចងតែប៉ុណ្្នឹងទេជាដំបូងហ្នឹងគឺដែលចងជុំវិញបដូលហ្នឹងគឺខ្ញុំធ្វើការ5ស្លឹកបងប្អូនដើម្បីឲ្យវាចេញជារាងស្តុបការមកតោះមកយើងចងស្ទាប់វាបន្ទាប់ជុំវិញហ្នឹងគឺនៅប្លោះកដាលរបស់ស្តុបការនីមួយអញ្ចឹងដើម្បីឲ្យវាចេញជារូបរាងស្តុបការដោយការកលាបពិតប្រាកដអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចរៀបចំចងហើយតុបតែងនៅក្នុងគេហដ្ឋានក៏បានតុបតែងនៅលើតុធ្វើការក៏បានវាពេលដែលយើងមានអារម្មណ៍ល្អយើងឃើញផ្កាស្រស់ស្អាតអញ្ចឹងយើងក៏មានអារម្មណ៍ស្រស់ស្រាយទៅតាមនឹងដែរអញ្ចឹងវាអាចជួយកាត់បន្ថយភាពតានតឹងដល់ពេលដែលយើងធ្វើការងារអញ្ចឹងណាបងប្អូនពេលខ្លះខ្ញុំក៏ stress ដែរហើយដល់មួយប៉ុន្តែពេលបងប្អូន stress បងប្អូនអាចមើលផ្កានឹងបានណាហើយវាជួយកាត់បន្ថយប៉ុន្តែចំពោះអ្នកធ្វើវិញបើសិនបើមានអារម្មណ៍ថា stress គឺធ្វើផ្កានឹងអត់ចេញតែហ្មងបងប្អូនធ្វើទៅវាអត់ស្ទាប់ការទោះបីជាយើងចេះប៉ុន្តែពេលខ្លះពេលយើងធ្វើយើងអត់មានអារម្មណ៍ធ្វើក៏ធ្វើអត់ចេញមកស្អាតដែរបងប្អូនអញ្ចឹងការធ្វើផ្កានឹងដែរក៏វាទាមទារឲ្យយើងមានអារម្មណ៍ល្អអារម្មណ៍ស្រស់ស្រាយអីបានយើងអាចធ្វើចេញដែរហើយស្ទាប់ការនីមួយពេលដែលយើងធ្វើចេញមកក៏វាស្អាតទៅតាមនឹងដែរអញ្ចឹងណាហើយឥឡូវងាកមកមើលផ្កាយើងវិញគឺខ្ញុំចងចិត្តចប់ហើយអញ្ចឹងបងប្អូនមើលពីរបៀបដែលខ្ញុំចងហ្នឹងគឺខ្ញុំចងដាក់ស្ទាប់ការនីមួយហ្នឹងនៅចន្លោះគ្នាអញ្ចឹងពេលដែលយើងធ្វើមកវាចេញជាស្ទាប់ការបដិញគ្នាស្អាតបើសិនបើបងប្អូនអត់ដឹងពីរបៀបចងអត់ដឹងពីរបៀបតិចចងទេគឺការហ្នឹងវាអត់ស្មើគ្នាហើយវារៀងញ៉ៃញ៉ៃវាមើលទៅវាអត់ចេញជាស្ទាប់ការនឹងស្អាតទេបងប្អូនអញ្ចឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលខ្ញុំគិតថាវាអត់មានអីប្រវត្តិទេគឺវាដដែលទេដើម្បីចេញជារូបរាងការម៉ូតូហ្នឹងគឺវាមានតិចនិចតែមួយទេគឺការគុំការឲ្យចេញជារូបរាងស្អាតតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំគិតថាការនេះគឺងាយមែនតើសម្រាប់ពុកម៉ែបងប្អូនដែលចង់ធ្វើសម្រាប់ដាក់តាំងឥឡូវចូលឆ្នាំចិនទៀតចឹងណា
ហើយបងប្អូនអាចយកមួយនឹងបានតុបតែងទៅលើគេហដ្ឋានរបស់បងប្អូនអញ្ចឹងដើម្បីកាត់ធ្វើចំណាយក្នុងការចាយវាអីចឹងណាអញ្ចឹងបងប្អូនអាចមើលម៉ូដនឹងបានហើយរៀនធ្វើនៅផ្ទះអញ្ចឹងបងប្អូនមានជាវីដេអូខ្ញុំហើយ share ទុកចឹងទៅបងប្អូនអាចទិញกระดาษទិញកន្ត្រៃទិញអីហ្នឹងមានអត់មានអីទៅសម្ភារៈគឺតិចដែរយើងគ្រាន់តែទិញសម្ភារៈហ្នឹងមកហើយយើងរៀនចងនៅផ្ទះខ្លួនឯងអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងមើលតែវីដេអូបង្ហាញយើងកាត់តាមហើយមានຂະຫນាតមានអីត្រឹមត្រូវអីដែរអញ្ចឹងណាបងប្អូនកាត់ហើយយើងរៀនវិញរៀនចងអញ្ចឹងទៅតាមមតនកាលអញ្ចឹងខ្ញុំគិតថាបងប្អូនអាចធ្វើបានហើយណាមួយនឹងជារបស់ដែលយើងធ្វើដោយដៃខ្លួនឯងអញ្ចឹងយើងក៏ថាមានអារម្មណ៍ថាស្អាតស្រស់ស្រាយមួយយ៉ាងដែរអញ្ចឹងពុកម៉ែបងប្អូនមិនចាំបាច់ទៅរៀនគ្រូអស់លុយណាឥឡូវ YouTube អាចមានដូចជា page ខ្ញុំអីចឹងក៏មានធ្វើការបង្ហាញពីរបៀបធ្វើការនឹងអញ្ចឹងណាអញ្ចឹងបងប្អូនយកវាមកចងដោយដែលខ្ញុំបានចងឃើញបងប្អូនឥឡូវយើងចិត្តហើយយើងចិត្តបានចេញពីការម៉ូតូហើយប៉ុន្តែគាត់ថាចំពោះអ្វីក៏ដោយដែលឆ្នៃឬក៏ការធ្វើដោយដៃហ្នឹងគឺយើងត្រូវប្រើពេលបន្តិចណាដើម្បីធ្វើការចងនឹងការទម្លាបស្ទាប់ការនីមួយៗទៅតាមអីដែលយើងចង់បានហ្នឹងណាហើយឥឡូវចាប់ឲ្យបងប្អូនអាចមើលផ្កានឹងបានស្អាតហើយបើសិនមកបងប្អូនចង់បានពណ៌ផ្សេងដូចជាពណ៌ក្រហមពណ៌អីចឹងទៅបងប្អូនអាចកាត់ចងទៅតាមពណ៌ដែលបងប្អូនស្រឡាញ់អញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំយកមកបង្ហាញនេះគឺខ្ញុំចង់បង្ហាញពណ៌ខៀវម្ដងពីព្រោះដោយសារអត់សូវបានបង្ហាញតកតងជាមួយនឹងការពណ៌ខៀវទេពីច្រើនមានតែក្រហមលឿងការឈប់អីចឹងណាឥឡូវខ្ញុំបង្ហាញពណ៌ខៀវម្ដងកុំឲ្យពុកម៉ែបងប្អូនថាបង្ហាញតែពណ៌ផ្កាដដែលឥឡូវយើងមកចេញជាផ្កានឹងមកពណ៌វិញម្ដងមើលឥឡូវសមិទ្ធផលយើងគឺបានចប់ហើយចឹងបងប្អូនអាចមើលបានម៉ូដនឹងស្អាតអត់ជួយដាក់បន្ទុកផងណាពុកម៉ែបងប្អូនបើសិនមកពេញចិត្តសូមជួយ like ជួយ share វីដេអូផងអរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនណាឥឡូវការយើងចេញហើយតែន